សូមស្វាគមន៍ចំពោះការមកកាន់មេរៀនបន្តទៀតសម្រាប់មេរៀននេះគឺយើងរៀនទៅជាមួយនឹងការប្រើប្រាស់ទៅលើ track ក្រោយពេលដែលបងប្អូនមើលវីដេអូនេះចប់បងប្អូនអាចចេះធ្វើការបន្ថែម track លុប track ផ្លាស់ប្ដូរទីតាំង track ឬក៏ rename track អញ្ចឹងបើសិនបើបងប្អូនដែលមិនទាន់បានជួយចុច subscribe សូមជួយចុច subscribe ក៏ដូចជាចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីការចែករំលែកការប្រើប្រាស់កម្មវិធី Camtasia អញ្ចឹងពេលណាបងប្អូនបើកកម្មវិធី Camtasia មកអ្វីដែលយើងឃើញនៅកន្លែង timeline ហ្នឹងគឺ track ទីទៅគឺវាដាក់ឲ្យយើងពីរយើងមើលគេដាក់ថា track 1 និង track 2អញ្ចឹង track គឺវាមានតួនាទីក្នុងការទុកនៅ media មានដូចជា clip video សំឡេងរូបភាពឬក៏ប្រភេទ graphic ផ្សេងៗដែលអាចយកមកប្រើប្រាស់នៅក្នុងកម្មវិធី Camtasia បានអញ្ចឹងឥឡូវឧទាហរណ៍ខ្ញុំយកវីដេអូមួយមកដាក់ចូលក្នុង track យើងគ្រាន់ទាញវាមកហើយយើងយកមកធ្វើការបន្លែងនៅលើ track ដែលយើងចង់ធ្វើការផ្លាស់ប្ដូរនេះអូខេយើងដាក់នេះមួយមកអូខេអញ្ចឹងយើងមើល play head indicator យើងទាញដាក់នៅកន្លែងណាមួយទៅវាធ្វើការបង្ហាញនៅលើទាំងនេះអញ្ចឹងនេះគឺយើងដាក់នៅក្នុង track 2ឥឡូវខ្ញុំយកមួយទៀតយកសំឡេងទាញដាក់អូខេដាក់នៅលើ track 1អូខេអញ្ចឹងនៅក្នុង project យើងនេះគឺមាន track 2គឺ track 1មួយ track 2មួយឥឡូវខ្ញុំចង់យកឧទាហរណ៍ជា logo ឬក៏ជារូបភាពអីមកដាក់ទៅពីលើមួយទៀតអញ្ចឹងគឺខ្ញុំត្រូវការបន្ថែម track អញ្ចឹងរិសាតែ track យើងមានតែពីរបើសិនបើយើងដាក់នៅខាងនេះដាក់តពីខាងនេះទៀតគឺវាមានន័យថា logo ឬក៏រូបភាពហ្នឹងគឺវាអត់បង្ហាញទេលុះត្រាតែមាន track នៅជាន់ពីលើគ្នាអញ្ចឹងគឺខ្ញុំត្រូវការ insert វាអញ្ចឹងដើម្បីធ្វើការ insert track គឺយើងគ្រាន់តែយក cursor ដាក់យើងដាក់នៅកន្លែងនេះមកហើយយើងធ្វើការ right click ហើយយើងយកពាក្យថា insert track អូខេអញ្ចឹងយើងចង់ធ្វើការ insert track ហ្នឹងនៅពីលើឬនៅពីក្រោមឥឡូវឧទាហរណ៍ថាខ្ញុំដាក់ខ្ញុំយក cursor មក click កន្លែង track 2ទេខ្ញុំចង់បញ្ចូលវានៅកន្លែងហ្នឹងដោយធៀបជាមួយនឹងទីតាំង track 2ហ្នឹងអញ្ចឹងខ្ញុំគ្រាន់ធ្វើការ right click ខ្ញុំយកពាក្យថា insert track ហើយខ្ញុំយកពាក្យថា about មានន័យថាខ្ញុំចង់ធ្វើការបន្ថែម track នៅពីលើ track 2ដែលយើងយកជា goal នឹងខ្ញុំ click មកតែយើងឃើញគឺ track 3បានបន្ថែមឥឡូវខ្ញុំទាញនេះឡើងទៅលើបន្តិចដើម្បីឲ្យវាធំងាយស្រួលមើលឃើញអត់អានេះគឺ track 3ដែលយើងបញ្ចូលមិញឥឡូវថាខ្ញុំលុបវាចេញខ្ញុំធ្វើការ right click ខ្ញុំយកពាក្យថា remove track នេះក៏សុំតោះ remove track ឡើងអូខេចុះវា remove លេងចង់ធ្វើការ insert ក្រោមតែខ្ញុំធ្វើការ right click ហើយខ្ញុំយកពាក្យថា insert track ហើយយកពាក្យថា below អូខេយើងឃើញអត់អញ្ចឹងដោយសារតែយើងអត់បានធ្វើការ rename ឈ្មោះtrack ហ្នឹងគឺវានឹង auto អា track បន្ទាប់ពីលើអា track 1គឺ track 2 track 3ឥឡូវខ្ញុំធ្វើការ rename វាឲ្យថតទៅចាឥឡូវខ្ញុំធ្វើការ right click ហើយខ្ញុំយកពាក្យថា rename track ហ្នឹងមានន័យថាម៉េចយើងផ្លាស់ប្ដូរឈ្មោះ track ហ្នឹងដើម្បីងាយស្រួលតើ track ហ្នឹងយើងដាក់អីគេឥឡូវឧទាហរណ៍ថាខ្ញុំយកពាក្យ rename track នេះហើយខ្ញុំថាដាក់សំឡេងខ្ញុំទៅសេពាក្យ sound អញ្ចឹងអូខេអានេះខ្ញុំដាក់ខ្ញុំ right click ខ្ញុំធ្វើការ rename វាខ្ញុំដាក់ថាបន្តខ្ញុំច្រឡំចិត្ត cancel ទេមក right click យកពាក្យថា rename track ហើយខ្ញុំ rename វាដាក់ថា video យើង rename អីក៏បានតាមចិត្តយើងដើម្បីឲ្យយើងដឹងថា track ហ្នឹងគឺយើងដាក់ video track នេះដាក់សំឡេងឧទាហរណ៍ track នេះដាក់រូបភាពចុះខ្ញុំ right click ខ្ញុំយកពាក្យថា rename track ខ្ញុំដាក់ថា image enter អូខេអញ្ចឹងនេះគឺជា track ដែលយើងបញ្ចូលមកគឺឥឡូវខ្ញុំធ្វើការ move track នេះមកក្រោមវិញអញ្ចឹងខ្ញុំគ្រាន់តែធ្វើការ click ទៅវាមកហើយយើង right click យើងយកពាក្យថា move track ឥឡូវយើង move ទៅណាឥឡូវខ្ញុំ move down ខ្ញុំ move ចុះក្រោមអូខេអញ្ចឹងពេលណាខ្ញុំ move វាចុះក្រោមអានេះគឺវាឡើងទៅលើវិញឥឡូវថាខ្ញុំ move sound នេះឡើងទៅលើខ្ញុំ click ទៅវាមកខ្ញុំ right click ខ្ញុំយកពាក្យថា move track move up អញ្ចឹងមានន័យថា move ទៅលើឃើញអត់អញ្ចឹងមានន័យថា sound សំឡេងនេះ track វាឈ្មោះថា sound នោះវា move មកលើឥឡូវខ្ញុំ move នេះ
ខ្ញុំ move sound មកក្រោមវិញ right click ខ្ញុំយកពាក្យថា move track ខ្ញុំយកពាក្យថា move down បើយើងបន្ត move up វាកាន់ទៅឡើងទៅលើឥឡូវខ្ញុំ move down មកវិញអូខេហើយខ្ញុំបានធ្វើការ insert track មួយឈ្មោះថា image នេះពីមុនគឺយើងមានតែពីរឯងប៉ុន្តែតែយើងបាន rename ឈ្មោះវាមាន sound មាន video មាន image ហើយខ្ញុំដាក់រូបភាពមួយចូលនេះទាញវាតម្លាក់ចូលមកផ្លែវាហើយខ្ញុំធ្វើការឧទាហរណ៍នេះជាគេ logo មួយដាក់ឧទាហរណ៍ខ្ញុំ resize វាទូចខ្ញុំ move ដាក់នៅកន្លែងនេះតែកន្លែងនេះចុះអូខេខ្ញុំ play អូខេឥឡូវឧទាហរណ៍ថាខ្ញុំចង់ធ្វើការដាក់អីផ្សេងមួយទៀតនៅលើវីដេអូហ្នឹងអញ្ចឹងបងប្អូនចាំថាបើសិនបើtrack ដែលនៅលើគេគឺរូបភាពវាគឺបង្ហាញលើគេឃើញអត់នេះអញ្ចឹងយើងឃើញរូបភាពនេះវានៅ track image វាអញ្ចឹងមានន័យថា track image វានៅលើគេយូរមើលអញ្ចឹងមានន័យថារូបភាពនៅលើវីដេអូរីឯក្រោមគេហ្នឹងគឺ sound សំឡេងឥឡូវខ្ញុំចង់ដាក់មួយទៀតអញ្ចឹងខ្ញុំគ្រាន់តែធ្វើការ right click ខ្ញុំយកពាក្យថា insert track ហើយខ្ញុំយកពាក្យថា about អូខេដាក់មកហើយខ្ញុំ rename វា right click ខ្ញុំយកពាក្យថា rename track ការ rename វាអាស្រ័យលើបងប្អូនបងប្អូនចង់ rename ក៏បានមិនចង់ក៏បានថាទៅបងប្អូនឥឡូវខ្ញុំ rename នេះគឺដាក់ថា video 1ឧទាហរណ៍អញ្ចឹងអូខេហើយខ្ញុំយកវីដេអូមួយទៀតមកដាក់ទីដាក់ពីលើមកហើយខ្ញុំដាក់វាទំនុកតបវាចុះអូខ្ញុំទៅទំនុកអូខេហើយខ្ញុំ resize វីដេអូនឹងវាតូចតិចខ្ញុំមកធ្វើការបង្វិលវាតិចខ្ញុំមើលអញ្ចឹងអូខេចាំឡើយយើងមើលយើង play វាចូលអូខេឥឡូវមួយទៀតឥឡូវខ្ញុំធ្វើការតម្លើង track ខ្ញុំតែ click ខ្ញុំ insert track នៅទីខាងក្រោមម្ដង below ខ្ញុំទាញនេះឡើងទៅលើបន្តិចខ្ញុំចង់បន្ថែមទៀតខ្ញុំធ្វើការ right click ខ្ញុំយកពាក្យថា insert track ខ្ញុំយកពាក្យថា about នេះអញ្ចឹង track ទី track ដែលខ្ញុំបន្ថែមថ្មី1 2 អូខេឥឡូវទៅចូលជាមួយ loop track ម្ដងខ្ញុំធ្វើការ right click ទៅកន្លែងក្បាលវាមកហើយយើងចាប់ផ្ដើមមើលនៅកន្លែងនេះអានេះគឺ remove track មានន័យថាយើង loop track ហ្នឹងឥឡូវខ្ញុំចង់ remove track ទៅថាខ្ញុំចង់ remove នេះមួយខ្ញុំ click ទៅលើក្បាល track នេះ track 3ខ្ញុំចង់ loop ចេញឧទាហរណ៍យើងអត់ត្រូវការអីយើង right click យើងយកពាក្យថា remove track អូខេទៅវា remove ហើយអូខេឥឡូវខ្ញុំចាប់ផ្ដើម remove នេះមួយទៀតឥឡូវខ្ញុំ remove នេះម្ដង remove video 1 right click យកពាក្យថា remove track អូខេហើយវាសួរយើងថាយើងចង់ remove អត់នេះព្រោះអាហ្នឹងវាមាន media នៅក្នុង track video 1ហ្នឹងឥឡូវថាខ្ញុំចង់ remove អញ្ចឹងខ្ញុំ click yes មកគឺវា remove តែម្ដងអូខេឥឡូវខ្ញុំទៅឡើងម្ដងវិញទៀតខ្ញុំដាក់ insert អូខេមាន2 track ដែលអត់មានអញ្ចឹងខ្ញុំធ្វើការ right click ដាក់កន្លែងណាក៏បានដែរទីសោយើងចង់ right click អូខេហើយយើងយកពាក្យថា remove all empty track អញ្ចឹងបងប្អូនមើល remove all empty track នេះមានន័យថាវានឹងធ្វើការ remove ឬក៏លុបរាល់ track ទាំងឡាយណាដែលមាន media ហើយយើងពិនិត្យមើលនៅក្នុងនេះវាមាន track ចំនួន3មាន media មាន sound មួយ video មួយហើយនិង image មួយពីអាពីរនេះអត់មានហើយខ្ញុំបន្ថែមមួយទៀតនៅក្រោមនេះខ្ញុំធ្វើការ right click ខ្ញុំយកពាក្យថានៅក្បាលវា right click ខ្ញុំយកពាក្យថា insert track ខ្ញុំយកពាក្យថា below អញ្ចឹងមាន track 3ដែលអត់មាន media អញ្ចឹងខ្ញុំធ្វើការ right click ខ្ញុំយកពាក្យថា remove all empty track អញ្ចឹងមានន័យថាវានឹងធ្វើការ remove រាល់ media ទាំងឡាយណាវានឹងធ្វើការ remove រាល់ track ទាំងឡាយណាដែលអត់មាន media អញ្ចឹងខ្ញុំ click ទៅវាមកអូខេយើងឃើញគឺ media សំដៅ track ដែលអត់មាន media ត្រូវបានលុបខ្ញុំជួយ control C ដើម្បី back វាមកវិញមាន3ឥឡូវខ្ញុំម្ដងទៀត right click ខ្ញុំយកពាក្យថា remove all empty track អូខេ
គេអញ្ចឹងសម្រាប់ track នេះយើងអាចឲ្យវាធំឬក៏ឲ្យវាតូចពេលខ្លះបើយើងចង់បានតូចយើងចង់បាន track ច្រើនព្រោះបើសិនបើការងារយើងប្រជែកយើងធំអីយើងចង់តឡើង track អញ្ចឹងក្បាល track នេះទៅមុំទៅយើងចង់ឲ្យតូចធំអីគឺយើងអាចធ្វើបានយើងគ្រាន់តែយក cursor ដាក់នៅកន្លែងក្បាល track នេះមកយើងទាញព្រិចរួមវិញទៅអានេះគឺវាធំទៅមកហើយយើងចង់វាតូចនេះឃើញទេអានេះចង់វាតូចដែរទាញក្រោមទៅមកចង់ឲ្យវាតូចនេះណាចង់វាធំទាញព្រិចក្បាលមកអាស្រ័យទៅអ្វីយើងចង់បានណាអូមួយទៀតយើងអាចធ្វើការ right click នៅលើក្បាល track ហ្នឹងហើយយើងមើលនៅកន្លែងវាមានminimize track នេះឲ្យ track តូចលើកវាមកវាតូចហើយយើងចង់វា minimize ណាឥឡូវយើង maximize វាធំម្ដងហើយ click យើងយកពាក្យថា maximize track វាធំហ្នឹងឥឡូវខ្ញុំចាប់ផ្ដើម minimize វិញឬក៏មួយទៀតយើង click ទាញវាបរិយារួមទៅតាមទំហំដែលយើងចង់បានកាលនេះមួយទៀតយើងអាចប្រើប្រាស់ទៅលើ shortcut key គឺយើងចុចទៅលើ alt បូកជាមួយនឹងសញ្ញាលេខបូកដើម្បីព្រិចវាឬក៏សញ្ញាលេខដកដើម្បីព្រមវាអញ្ចឹងយើងចុច alt ជាប់មកលេខបូកឬក៏លេខដកឬក៏មួយទៀតគឺយើង right click នៅកន្លែងក្បាល track ហ្នឹងយើងយក maximize ឬក៏ minimize នេះធំឥឡូវយើងយក minimize វិញអូខេហើយខ្ញុំទាញវាចុះក្រោមវិញម្ដងទៅអូខេអត់ខ្ញុំទាញវាធំបន្តិចមកដើម្បីងាយស្រួលមើលអូខេអញ្ចឹងសម្រាប់មេរៀននេះគឺយើងបានរៀនអំពីរបៀបនៃការ insert track ការ rename track ការ delete track ការ move track ហើយនឹងការ adjust ឬក៏ resize ទៅលើទំហំ track ទៅតាមអ្វីដែលយើងចង់បានសូមអរគុណសូមជម្រាបលា